ប្រទេសនេប៉ាល់បាតកម្មហិង្សាបានធ្វើឲ្យខូចខាតទ្រព្យសម្បត្តិទំហំប្រមាណរាប់រយលានដុល្លារឯណោះស្វាគមន៍ប្រិយមិត្តជាទីមេត្រីយើងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងអត្ថបទព័ត៌មានជាតិព័ត៌មានអន្តរជាតិប្រចាំថ្ងៃបាតកម្មហិង្សានៅនេប៉ាល់កាលពីសប្តាហ៍កន្លងទៅដែលឈានទៅផ្ដួលរំលំរដ្ឋាភិបាលគឺបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សជាង70នាក់និងរបួសច្រើនរយនាក់ហើយក៏បង្កឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជនទំហំរាប់រយលានដុល្លារនេះបើយោងតាមអ្នកជំនាញនិងរដ្ឋាភិបាលអន្តរកាលនេប៉ាល់ដោយឆ្លៀតបញ្ជាក់បាទគេចាំបាច់ត្រូវការពេលវេលាយូរនិងមធ្យោបាយជាច្រើនដើម្បីជួសជុលការខូចខាតនៅនេប៉ាល់បាតកម្មហិង្សាធ្ងន់ធ្ងររយៈពេល48ម៉ោងកាលពីសប្តាហ៍កន្លងទៅបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្ស72នាក់និងរបួសច្រើនរយនាក់ស្ថាប័នជាតិតួយ៉ាងវិមានរដ្ឋសភាវិមានរដ្ឋាភិបាលនិងស្ថាប័នតុលាការរួមទាំងគេហដ្ឋានអិសរាជជនជាច្រើនរូបត្រូវព្រះអគ្គីលេបត្របាក់គ្មានសល់សម្បត្តិសាធារណៈនិងឯកជនរបស់របរមានតម្លៃជាច្រើនសម្បើមណាស់រងការបំផ្លិចបំផ្លាញនេះបើតាមលោក Binon Jimira អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនេប៉ាល់ដោយបានបញ្ជាក់ថាការវាយតម្លៃទំហំខូចខាតរួមចាំបាច់ត្រូវស៊ីពេលច្រើនទៀតជាពិសេសគេត្រូវបូកសរុបអំពីការខូចខាតនៅតាមបណ្ដាខេត្តនានាក្រៅពីរដ្ឋធានីកូម៉ុនដូផងដែរនាយករដ្ឋមន្ត្រីនេប៉ាល់ថ្មីលោកស្រីស៊ូស៊ីឡាកាគីដែលទើបតែចូលកាន់តំណែងក៏បានលើកឡើងផងដែរថាបាតកម្មហិង្សាបង្កដោយការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតមនុស្សនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិច្រើនសន្ធឹកសន្ធាប់សូម្បីតែតុលាការកំពូលដែលលោកស្រីនាយករដ្ឋមន្ត្រីធ្លាប់ជាប្រធានតុលាការក៏រងគ្រោះធ្ងន់ធ្ងរផងដែរនៅថ្ងៃអង្គារទី16ខែកញ្ញាបណ្ដាបុគ្គលិកសាលាជំរះក្តីកំពូលត្រូវធ្វើការក្រៅអគារឯអ្នកខ្លះធ្វើការនៅទីចំណតរថយន្តព្រោះតែអគារតុលាការត្រូវភ្លើងឆេះលោកស្រីស៊ូស៊ីឡាកាគីបានសម្គាល់ថាឯកសារសំណុំរឿងតុលាការភស្តុតាងនានាត្រូវបានបំផ្លិចបំផ្លាញបាទទណ្ឌិតជាង 12,500 នាក់បានហែកគុករត់គេចហើយពួកគេក្លាយទៅជាប្រភពនៃការគំរាមកំហែងដល់សន្តិសុខសាធារណៈនេះបើយោងតាមលោកស្រីជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ននៅក្នុងវិស័យឯកជនវិញគេនៅមិនទាន់បូកសរុបការខូចខាតជារួមនោះទេតែបើគិតត្រឹមផ្នែកសន្តាគារនៅក្នុងរដ្ឋធានីកាម៉ាន់ដូគឺមានសន្តាគារទំនើបយ៉ាងតិច20រួមទាំងសន្តាគារ Hilton ដែលទើបតែសម្ពោធហើយថ្មីថ្មោងផងនោះត្រូវពួកជនខិលខូចឆ្លៀតឱកាសសម្រុកចូលលួចសមាគមសន្តាគារនេប៉ាល់អះអាងថាក្នុងវិស័យអាជីវកម្មរបស់ខ្លួនខាតបង់ប្រាក់ប្រមាណជា150លានអឺរ៉ូនិងប៉ះពាល់ដល់បុគ្គលិកជាង 2000 នាក់ដោយឡែកស្ថាប័នប្រព័ន្ធផ្សព្វផ្សាយក៏រងគ្រោះផងដែរជាក់ស្ដែងភ្លើងបានឆាបឆេះអគាររបស់ប្រព័ន្ធផ្សព្វផ្សាយកន្តិភូមេឌៀដែលមានស្ថានីយទូរទស្សន៍វិទ្យុកាសែតនិង website គេហទំព័រអ្នកជំនាញសេដ្ឋកិច្ចលោកបណ្ឌិតចន្ទ្រាមីនីអាហិតការីប្រមាលឃើញថាស្ទើរតែគ្មានវិស័យណាមួយដែលរួចខ្លួនកិច្ចផុតពីការរងគ្រោះព្រោះតែបាតកម្មហិង្សាកាលពីថ្ងៃទី9ខែកញ្ញា2025នេះទេពលគឺមិនថាផ្នែកឯកជននឹងរដ្ឋនោះទេសុទ្ធតែរងគ្រោះទាំងអស់ម្លេះគេត្រូវការពេលវេលាយូរនិងមធ្យោបាយជាច្រើនដើម្បីកសាងឡើងវិញនិងប្រមូលទិន្នន័យដែលបានខូចខាតនិងបាត់បង់ទៅយើងក្រឡេកទៅមើលប្រទេសចិនឯណោះវិញចិនកំពុងតែអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងជប៉ុនដកប្រព័ន្ធខែលប្រឆាំងនឹងមីស៊ីលថេផនចេញពីតំបន់ទីក្រុងប៉េកាំងចិននៅថ្ងៃអង្គារទី16ខែកញ្ញាបានជំរុញឲ្យសហរដ្ឋអាមេរិកនិងជប៉ុនដកប្រព័ន្ធខែលប្រឆាំងមីស៊ីលថេផនផលិតដោយសហរដ្ឋអាមេរិកចេញពីតំបន់បន្ទាប់ពីខែលប្រឆាំងមីស៊ីលនេះបានបង្ហាញវត្តមាននៅក្នុងប្រទេសជប៉ុនជាលើកដំបូងអំឡុងសមយុទ្ធយោធារួមគ្នានេះបើតាមសេចក្តីនឹងការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម X ថាជប៉ុននិងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាឈ្មោះថា Resolute Dragon
ដែលពីថ្ងៃប្រហ័សសប្តាហ៍មុនហើយសមយុទ្ធនេះនឹងត្រូវបានបន្តប្រព្រឹត្តទៅរហូតដល់ថ្ងៃទី25ខែកញ្ញាឆ្នាំ2025ខាងមុខនេះកងកម្លាំងស្វ័យការពារជប៉ុនបានបញ្ជាក់ប្រាប់ AFP ថាប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD ត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងប្រទេសជប៉ុនអំឡុងការធ្វើលំហាត់សឹករួមគ្នាតែប្រព័ន្ធនេះមិនត្រូវបានបាញ់តេស្តអ្វីនោះឡើយជាការបញ្ចេញប្រតិកម្មតបតក្រសួងការបរទេសចិនវិញកាលពីថ្ងៃអង្គារបានអំពាវនាវឲ្យសហរដ្ឋអាមេរិកនិងជប៉ុនដកប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះសហរដ្ឋអាមេរិកនិងជប៉ុនដោយមិនខ្វល់ពីការព្រួយបារម្ភរបស់ចិនបានដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីលរយៈចម្ងាយមធ្យម THAAD ក្នុងប្រទេសជប៉ុនក្រោមលេសធ្វើសមយុទ្ធយោធារួមគ្នានេះគឺជាការគូសបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Chen ប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសន្និសីទសារព័ត៌មានខ្លីៗប្រចាំថ្ងៃលោក Lin Chen បានបន្ថែមថាចិនពិតជាមិនសប្បាយចិត្តនោះទេហើយប្រឆាំងជំទាស់ដាច់ខាតទៅនឹងការដាក់ពង្រាយប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD គូបញ្ជាក់ផងដែរថាបើតាមសេចក្តីរាយការណ៍មួយកាលពីខែមេសានៅលើគេហទំព័ររបស់វិទ្យាស្ថានកងទ័ពជើងទឹកអាមេរិក US Naval Institute ប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD របស់សហរដ្ឋអាមេរិកគឺជាផ្នែកមួយនៃប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារចំគោលដៅតែម្ដងប្រព័ន្ធខែលប្រឆាំងមីស៊ីលនេះក៏ត្រូវបានសហរដ្ឋអាមេរិកដាក់ពង្រាយនៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីឆ្នាំ2024សម្រាប់ការធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំផងដែរបាទប្រិយមិត្តជាទីមេត្រីនេះគឺជាអត្ថបទព័ត៌មានដែល Protection បានធ្វើការអំពាវនាវនិងព្រួយបារម្ភជាខ្លាំងចំពោះការដាក់ខែលប្រឆាំងនឹងមីស៊ីល THAAD នៅក្នុងតំបន់ដូច្នេះចិនបានអំពាវនាវឲ្យសហរដ្ឋនិងអាមេរិកបាទដកប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD នេះចេញពីតំបន់យើងក្រឡេកទៅមើលពលរដ្ឋអ៊ីស្រាអែលចេញតវ៉ាជាបន្តនៅក្នុងទីក្រុងយេរូសាឡឹមដើម្បីជំរុញឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់អ៊ីស្រាអែលក្រុមគ្រួសារចំណាត់ខ្មាំងអ៊ីស្រាអែលនិងពលរដ្ឋអ្នកគាំទ្រផ្សេងទៀតបានបន្តជួបជុំគ្នាតវ៉ានៅឯទីក្រុងយេរូសាឡឹមកាលពីថ្ងៃអង្គារទី16ខែកញ្ញាដោយអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu យល់ព្រមលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយអាចនាំឲ្យមានការរំដោះចំណាត់ខ្មាំងនៅសេសសល់មកស្រុកកំណើតវិញគួររំលឹកផងដែរថាការវាយឆ្មក់របស់ក្រុមហាម៉ាស់កាលពីខែតុលាឆ្នាំ2023បានសម្លាប់ពលរដ្ឋអ៊ីស្រាអែល 1200 នាក់និងចាប់មនុស្ស251នាក់ធ្វើជាចំណាប់ខ្មាំងទៅកាន់តំបន់ហ្គាហ្សាហើយអាជ្ញាធរអ៊ីស្រាអែលបាននិយាយថាមានមនុស្ស20នាក់ក្នុងចំណោម48នាក់ដែលនៅតែបន្តជាប់ឃុំខ្លួននៅតំបន់ហ្គាហ្សានៅឡើយក្នុងនោះយោធាអ៊ីស្រាអែលបានបើកប្រតិបត្តិការផ្លូវគោកជាបន្តបន្ទាប់ក្នុងរយៈពេលជាច្រើនសប្តាហ៍ដើម្បីដណ្ដើមកាន់កាប់ទីក្រុងហ្គាហ្សាដោយបានបណ្ដាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងច្រើនកង្វះស្បៀងអាហារទឹកស្អាតនិងការផ្លាស់ប្ដូរទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីនជាច្រើនអ្នកទន្ទឹមនឹងនោះផងដែររដ្ឋមន្ត្រីការពារជាតិលោកអ៊ីស្រាអែលខាត់និយាយថាកងកម្លាំងអ៊ីស្រាអែលកំពុងប្រយុទ្ធដើម្បីកម្ចាត់ក្រុមហាម៉ាស់និងរំដោះចំណាប់ខ្មាំងដោយឡែកវិនាសកម្មនេះបានបណ្ដាលឲ្យជនជាតិប៉ាឡេស្ទីនជាង 64,000 នាក់ស្លាប់និងរាប់សែននាក់ទៀតរងរបួសក្រោយប្រឈមនឹងការវាយលុកឥតស្រាកស្រានពីសំណាក់យោធាអ៊ីស្រាអែលនេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលក្នុងតំបន់រងគ្រោះបន្ថែមពីនេះក្រុមជំនួយព្រមានថាមួយផ្នែកធំនៃដែនដីនេះកំពុងរងនៅគ្រោះទុរភិក្សហើយខណៈនេះអ៊ីស្រាអែលកំពុងគ្រប់គ្រងទឹកដីប្រហែលជា 75% នៃតំបន់កាហ្សាទៅហើយអរគុណប្រិយមិត្តដែលបានចំណាយពេលវេលាស្ដាប់នៅព័ត៌មានជាតិព័ត៌មានអន្តរជាតិពី Channel យើងខ្ញុំសូមលោកអ្នកចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅព័ត៌មានថ្មីៗទាន់ហេតុការណ៍មុនគេនៅក្នុងដៃរបស់លោកអ្នក